ស្វាគមន៍អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកក៏ចែករំលែកអ្នកទាំងអស់គ្នានៅកម្មវិធី Master Adobe Photoshop ដែលកម្មវិធីហ្នឹងគឺ Crack ទេហើយអ្នកដែលប្រើ Windows គឺអាចប្រើបានហ្នឹងហើយតែបើអ្នកប្រើ Mac គឺអត់អាចប្រើបានទេព្រោះវាសម្រាប់ Windows អញ្ចឹងអ្នកទាំងអស់គ្នាអាច download បានដែលខ្ញុំនឹងតម្លាក់ link នៅខាងក្រោមអ្នកទាំងអស់គ្នាក្នុងការ download ហើយវាគឺជា2025អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចចង់ប្រើ2025នេះគឺអាចប្រើបានចឹងរបៀប install វាគឺងាយទេអ្នកនរគ្នាគាត់តែចុច double click ទៅលើវា2ដងមកបន្តមកអ្នកនរគ្នាចុច yes មកអូខេបន្តមកទៀតអ្នកនរគ្នាចុច delete វាចេញមកអូខេអញ្ចឹងបន្តមកទៀតអ្នកនរគ្នាអាច select ទៅលើកម្មវិធីណាដែលអ្នកនរគ្នាចង់ប្រើអញ្ចឹងអ្នកនរគ្នាចង់ download យក app មួយនេះយកមួយណាអញ្ចឹងអ្នកនរគ្នាចុច select ទៅលើហ្នឹងទៅហ្នឹងហើយដោយសារតែខ្ញុំបាន install រួចអញ្ចឹងខ្ញុំអត់ install ទេអញ្ចឹងអ្នកនរនេះគាត់តែ install គាត់តែចុចទៅលើវាមកហើយកន្លែងនេះអ្នកនរនេះមិនសេរីទេហើយកន្លែងនេះតើតើទៅនឹង location របស់វាអញ្ចឹងអ្នកនរនេះចង់ដាក់នៅកន្លែងណា drive C ឬ drive D អ្នកនរនេះអាចសេរីទៅតាមនឹងបានអញ្ចឹងអ្នកនរនេះអាចជ្រើសរើសយក drive ណាមួយហើយនៅកន្លែងណាចង់ឲ្យវាទៅអញ្ចឹងហ្នឹងហើយព្រោះអ្នកខ្លះនៅពេលដែលគាត់ដាក់ drive C ទៅ drive C គាត់ពេញអញ្ចឹងគាត់អត់ដឹងគាត់អត់ចង់ដាក់នៅ drive C អញ្ចឹងយើងអាចដូរ location វាកន្លែងហ្នឹងបានអូខេអញ្ចឹងខ្ញុំនឹងតម្លាក់ឲ្យអ្នកនរ download ហើយកុំភ្លេច download ប្រើប្រាស់2025ដល់គ្នាហើយខ្ញុំបានតេស្តរួចគឺវាល្អមែនទែនអញ្ចឹងអ្នកនរអាចប្រើបានអូខេបាយបាយ